và số sách học nét ta nhưng một riêng phía sau lấy tam dạ code lơ thực chất rồi bảo lô still ok ta chấp đam how many times bài ta tớ phần mà đo hải nhé how many times và tớ mà đo hỏi đã has God show you nhé has God show you something in your imagination đểព្រះបានបង្ហាញអ្នកនៅអ្វីមួយក៏ has God show បង្ហាញ you something បង្ហាញអ្នកអ្វីមួយ in your imagination នៅក្នុងការសមាសម័យរបស់អ្នកណា that you shot ដែលអ្នកបានគិតថាវាគឺពិតជាអស្ចារ្យខ្លាំងណាស់ that you shot ដែលអ្នក shot បានគិតឬក៏អាចមានអារម្មណ៍ថា was so wonderful បានន័យថាអស្ចារ្យណាស់ណាអស្ចារ្យណាស់ so wonderful អស្ចារ្យណាស់ so wonderful and then you took it in there to your family and your friends ហើយបន្តមកទៀត and then you took it អ្នកបាននាំឬក៏យកវា in that to your family ណា in that to your family បែរថាបាននាំវាហ្នឹងទៅក្នុងគ្រួសាររបស់អ្នកបែរថាទៅប្រាប់គ្រួសាររបស់អ្នកអានេះជាពាក្យបែប motivation ណាអញ្ចឹង movie លំដាប់ខ្ពស់ពេលខ្លះយើងបកត្រង់ទៅគឺយើងមិនត្រូវដែរបើអ្នករៀនភាសាបើថាអ្នកមកថាបកអត់ត្រូវប៉ុន្តែបើយើងបកតាមអត្ថន័យមួយអត់ត្រូវទេហ្នឹងពេលខ្លះវាជា phrasal verb អញ្ចឹង phrasal verb បែរថាបកខុសពីពាក្យជាក់ស្ដែងបាទហ្នឹងអញ្ចឹងអានេះ and then you took it បន្ទាប់មកអ្នកបាននាំវា in that នាំវានឹង to your family នាំការសម័យហ្នឹងណា in that to your family ទៅក្នុងគ្រួសាររបស់អ្នកបានថានាំកំណត់ហ្នឹងទៅប្រាប់ឪពុកម្ដាយបងប្អូនចឹងអីចឹងណាបាទ in that to your family and your friends your friend ទៅប្រាប់មិត្តភក្តិរបស់អ្នកចឹងបានន័យថាធ្វើមិនក៏ចង់បានន័យថាព្រះបានប្រាប់អ្វីមួយមកអ្នកតាមរយៈការសម័យរបស់អ្នកបែរថាមនុស្សយើងពេលខ្លះមានការសម័យថាអូចង់ធ្វើនេះចង់ធ្វើនោះអាហ្នឹងវាជាអ្វីមួយដែលព្រះបានប្រាប់អ្នកណាហើយយើងបើយកការសម័យហ្នឹងទៅប្រាប់ឪពុកម្ដាយប្រាប់បងប្អូនប្រាប់មិត្តភក្តិចង់និយាយចឹងបាទ and you shared it with them and you share it with them ហើយអ្នកបាន share បានចែករំលែក share it with them បានចែករំលែកវាជាមួយនឹងពួកគេ and they shut it down shut នេះបើថាបិទ shut it down បិទណា shut down បកធម្មតាថាបិទថាបិទដែល shut ណាបាទតែ shut down បិទវាចុះណាអញ្ចឹងបានថាយើងនាំអាការសម័យហ្នឹងទៅប្រាប់ឪពុកម្ដាយប្រាប់បងប្អូនប្រាប់មិត្តភក្តិហើយត្រូវបានគេបិទវាបិទបានន័យថាកុំតែសម័យផ្ដេសផ្ដាស់ចង់បានន័យថាអញ្ចឹងណា they shut it down ពួកគេបានបិទវាចុះបានថាបិទវាឬក៏រារាំងវាកន្លែងហ្នឹងណាបានន័យថាពេលខ្លះយើងសម័យថាយើងចង់ធ្វើអ្វីមួយប៉ុន្តែដល់ពេលយើងប្រាប់គេពួកគេបែរជារារាំងទៅកុំសម័យពេកណាកុំគិតសម័យពេកចង់អីចឹងណា shut it down you know why they shut it down you know why they shut it down តើអ្នកដឹងថាហេតុអ្វីបានជាពួកគេរារាំងវាឬក៏បិទវា because they couldn't see it ពីព្រោះពួកគេមិនអាចមើលឃើញវាទេណាអញ្ចឹងដូចគ្នាចង់បានថាការសម័យវាជារបស់យើងដល់ពេលយើងយកអានទៅប្រាប់គេវាអត់ជឿអញ្ចឹងគេវាអត់ជឿអញ្ចឹងពួកគេ shut it down ណាហ្នឹងហើយអញ្ចឹងស្នួយតែម៉េច you know why they shut it down តើអ្នកដឹងពីហេតុអ្វីបានជាពួកគេរារាំងវាឬក៏ធ្វើឲ្យមានការខកខាននឹងថាបិទវាណា because they couldn't see it ពីព្រោះពួកគេមិនបានឃើញវាទេយល់ពីវាទេចឹងអញ្ចឹង because they couldn't see it you know why they didn't see it you know why they don't see it នេះសួរតទៀត you know តើអ្នកដឹងទេ you know តើអ្នកដឹងទេ why they didn't see it ហេតុអ្វីបានជាពួកគេមិនអាចឃើញវាណា why they don't see it because God cause ពីព្រោះ God didn't show it to them ពីព្រោះព្រះមិនបានប្រាប់វាទៅពួកគេទេណាចាំន័យថាពេលខ្លះយើងសម័យល្អហើយណាការសម័យថាអូចង់រស់ស៊ីចង់មានចង់បានចង់សល់លុយចង់សល់ឡានចង់សល់ផ្ទះអត់ថាយើងសម័យអញ្ចឹងណាដល់ពេលទៅប្រាប់មិត្តភក្តិប្រាប់បងប្អូនប្រាប់មិត្តភក្តិថាសម័យម្លេះអញ្ចឹងហេតុអីពីព្រោះពួកគេបានសម័យដូចយើងទេអញ្ចឹងកាលណាយើងយកអាការសម័យរបស់យើងទៅប្រាប់ពួកគេនឹងរៀបរៀងយើងណាអញ្ចឹងហើយពួកគេមិនបានយល់អំពីអ្វីយើងសម័យនេះអញ្ចឹងបាទកាលណាយកអាការសម័យទៅប្រាប់គេវាស្មើនឹងបំផ្លាញក្តីសម័យនោះ show it to them he showed it to you ណាហេតុអ្វីបានពួកគេបិទវាដោយសារចាំមកនេះថាហេតុអ្វីបានជាពួកគេរៀបរៀងអ្នកពីព្រោះ
ព្រះ show it to you ពីព្រោះព្រះ he show it to you គាត់បានបង្ហាញវាហ្នឹងទៅអ្នកចង់បានន័យថាអាការសម័យហ្នឹងបង្ហាញមកយើងតាមរយៈការសម័យប៉ុន្តែបើយើងយកអាការសម័យទៅប្រាប់គេរៀងហើយអាសម័យជ្រើមនេះអាចេះយ៉ាស្បុកលេខចំនេះអញ្ចឹងយើងទៅប្រាប់អាការសម័យទៅគេអត់យល់ទេអញ្ចឹងគេនឹងរៀងយើងគេឡក់លើយើងនេះអញ្ចឹងព្រះថាម៉េច he show it to you គឺព្រះបានប្រាប់វាទៅអ្នកមិនអាចមិនមែនប្រាប់ទៅពួកគេនោះទេអញ្ចឹង God put it in your imagination ព្រះបានដាក់វា put it ដាក់វា in your imagination ព្រះបានដាក់វានៅក្នុងការសម័យរបស់អ្នកអញ្ចឹងបងប្អូនអ្វីគ្រប់យ៉ាងការរីកចម្រើនការលោឆាយការមានការបានអស្ចារ្យពិភពលោកនេះគឺកើតឡើងពីការសម័យមនុស្សអ្នកខ្លះសម័យចង់ផលិតនេះគេផលិតបានមនុស្សសម័យតែចង់ធ្វើនេះគេធ្វើបានអញ្ចឹងមិនមែនសុកចេញឡើងទៅធ្វើទេគឺកើតឡើងពីការសម័យណាអូខេអញ្ចឹងបញ្ជាក់អញ្ចឹងមើល clear ទៅវិញ God put it in your imagination អានមួយណា God put it in your imagination ព្រះបានដាក់ការសម័យ it ហ្នឹងណាបាទនៅក្នុងការសម័យរបស់អ្នកចង់និយាយអញ្ចឹង He didn't put it in other people imagination ព្រះមិនបានដាក់វានៅក្នុង in other people imagination ណា other people imagination ណាព្រះមិនបានដាក់វានៅក្នុងការសម័យរបស់មនុស្សផ្សេងទេណា people imagination បើថាការសម័យរបស់មនុស្សដល់ពេល other people imagination មានថាព្រះមិនបានដាក់វានៅក្នុងការសម័យរបស់មនុស្សផ្សេងទៀតទេ imagination stop telling your visions to others ណាថាម៉េច stop telling your vision to other people ឈប់ប្រាប់ចក្ខុវិស័យរបស់អ្នកទៅកាន់មនុស្សផ្សេងទៀតគាត់ហាមបាទបានន័យថាបើយើងសម័យចង់ធ្វើវាមួយយើងឈប់ប្រាប់ទៅកាន់មនុស្សផ្សេងទៀតចង់បានន័យថាមនុស្សទូទៅប៉ុន្តែបើយើងមានការសម័យធំបងប្អូនយើងរកមនុស្សណាដែលជាមនុស្សវិជ្ជមានគឺណាយើងប្រាប់ពីគំនិតរបស់យើងទៅគឺគាត់លើកពីចិត្តយើងអូខេល្អជាមួយគាត់ជួយណែនាំបង្ហាញផ្លូវហើយពេលខ្លះគាត់ប្រាប់ពីហេតុផលល្អនិងមិនល្អអាហ្នឹងពពួកមនុស្សវិជ្ជមានប៉ុន្តែពពួកមនុស្សអវិជ្ជមានពេលជ្រាយមិនលើកពីចិត្តឲ្យយើងទេហើយអញ្ចឹងបំផ្លាញការសម័យរបស់យើងអូខេតទៀតតា Stop telling your vision to other people ឈប់ប្រាប់នៅចក្ខុវិស័យរបស់អ្នកទៅកាន់មនុស្សផ្សេងទៀតខ្ញុំបានបញ្ជាក់ហើយណាយើងមានមនុស្សដែលយើងគួរតែប្រាប់ណាបាទហើយមានប្រភេទមនុស្សដែលយើងមិនគួរប្រាប់ទេបាទ Cause they not going to see it ពីព្រោះពួកគេនឹងមិនអាចនឹងឃើញវាទេមិនអាចយល់ពីវាទេចង់និយាយអញ្ចឹងណាបាទពីព្រោះការសម័យគឺជាយើងសម័យថាចេះមួយវាខ្ពង់ខ្ពស់ប៉ុន្តែមនុស្សសម័យធម្មតាគេមិនយល់គេថាយើងឈួតណាអញ្ចឹងឈប់ប្រាប់ការសម័យរបស់យើងទៅកាន់មនុស្សដែលមិនគួរប្រាប់ទេបាទយើងនឹងរកមនុស្សណាដែលជាមនុស្សប្រភេទវិជ្ជមានចំណេះដឹងខ្ពស់ហើយគាត់លើកទឹកចិត្តយើងជួយយើងណា Cause they not going to see it ពីព្រោះពួកគេនឹងមិនអាចនឹងឃើញវាទេ Why do you think you keep imagining opening a business why you think you keep imagining opening a business ហេតុអ្វីបានជាអ្នករក្សាការសម័យក្នុងការដែលបើកអាជីវកម្មណា why you think you keep ហេតុអ្វីបានជាអ្នកគិត you keep អ្នករក្សា imagine ការសម័យ opening a business សម្រាប់ការបើកអាជីវកម្មមួយណា why you keep imagining graduate getting a better job ហេតុអ្វីបានជាអ្នកសម័យថាអ្នកនឹងបញ្ចប់ការសិក្សាហើយទទួលបាននៅការងារដ៏ល្អមួយ graduate បញ្ចប់ការសិក្សា getting a better job ណា a better job ការងារដ៏ល្អមួយណា a better job imagining graduating getting a better job why do you keep imagining why do you keep imagining buying a house ណាហេតុអ្វីបានជាអ្នកត្រូវថែរក្សាណា keep ថែរក្សាណាការសម័យ buying a house ក្នុងការទិញផ្ទះមួយណា buying a house why do you keep imagining driving a really nice car ហេតុអ្វីបានជាអ្នកនៅថែរក្សាការសម័យថាអ្នកនឹងបានបើកឡានដ៏ថ្មីមួយណា driving បើកឡាន really nice car ឡានដ៏ថ្មីមួយណាដ៏ល្អថ្មីមួយចង់អីចឹង imagining driving a really nice car why do you keep imagining
why do you keep imagining getting rich one day ហើយអ្វីបានជាអ្នកនៅថែរក្សាការសម័យថានឹងខ្លាយជាអ្នកមាននៅថ្ងៃណាមួយ getting rich one day rich បងថាអ្នកមានណា getting rich one day ខ្លាយជាអ្នកមាននៅថ្ងៃណាមួយ getting rich one day. Why do you keep imagining that ហើយអ្វីបានជាអ្នកត្រូវថែរក្សាការសម័យបែបនោះណាការសម័យនោះចឹងអញ្ចឹងណា You keep imagining that because God is talking to you. ហេតុអ្វីបានជាអ្នកនៅថែរក្សាការសម័យបែបនោះដដែលអញ្ចឹងនៅសម័យអញ្ចឹងគេថាម៉េច because God is talking to you ពីព្រោះព្រះគឺកំពុងតែជជែកទៅកាន់អ្នកបងប្អូនមនុស្សហើយនឹងទេវតាហើយនឹងព្រះមានច្បាប់មួយគឺมันអាចប្រស័យតាក់ទងគ្នាបានទេប៉ុន្តែមនុស្សនិងទេវតាព្រះនិងមនុស្សគឺមានការតាក់ទងគ្នាមួយតាមរយៈអារម្មណ៍បងប្អូនជឿទេតាមរយៈអារម្មណ៍អញ្ចឹងពេលខ្លះសុកស្រាប់តែមានអារម្មណ៍ថាធ្វើម៉េចចង់មានឡានជិះធ្វើម៉េចចង់បានឡានទំនើបធ្វើម៉េចមានលុយអាហ្នឹងគឺជាអ្វីមួយដែលព្រះឬក៏ទេវតាកំពុងតែប្រាប់ឲ្យយើងប្រាប់តាមរយៈអារម្មណ៍អានេះជាភាសានៅក្នុងទស្សនៈអារម្មណ៍នៅក្នុងទស្សនៈសាសនាអញ្ចឹងណាបាទអញ្ចឹងអ្វីដែលយើងការសម័យនោះ because God is talking to you because God is talking to you ពីព្រោះព្រះកំពុងតែជជែកទៅកាន់អ្នក He's showing you something that he has. He's showing something that he has for you ណា He's showing គាត់កំពុងតែបង្ហាញ you បង្ហាញអ្នកណា something អ្វីមួយ that he has for you ដែលគាត់មានសម្រាប់អ្នកណាដូចខ្ញុំថាបងប្អូនមនុស្សនិងទេវតាមិនអាចនិយាយគ្នាដោយត្រង់ទេប៉ុន្តែអាចនិយាយគ្នាតាមរយៈអារម្មណ៍តាមរយៈសម្បិនតាមរយៈការសម័យដូចគ្នាបាទនេះជាច្បាប់ណាច្បាប់នៃពិភពពីរផ្សេងគ្នាដែលមិនអាចប្រស្រ័យតាក់ទងគ្នាបានដោយផ្ទាល់ He puts it in your imagination. He put it គាត់បានដាក់វា in your imagination មែនគាត់បានដាក់វានៅក្នុងការសម័យរបស់អ្នកមែនចាំថានេះថាជា amen អញ្ចឹងណាបើក្នុងភាសាសាសនារបស់គ្រីស្ទថា amen មែនឬក៏ amen បើថាគាត់บอกថាលោកមែនទេណាមែនក៏ពិតបើថាបរោះអញ្ចឹងណាប៉ុន្តែក្នុងនេះបើថាលោកគាត់បានដាក់វានៅក្នុងការសម័យរបស់អ្នក See, God is good. See God is good man see God ថាជួបព្រះណា is good ជួបព្រះគឺល្អមែនមកមានថាលោកមែនបើបរោះប៉ុណ្ណឹងនេះបើថាលោកការជួបព្រះគឺជាការល្អណា See God is good ជួបព្រះគឺល្អ You got to understand how good God is. ណា You got to understand how good God is អ្នកឯងត្រូវតែយល់ថាតើព្រះហ្នឹងគឺល្អយ៉ាងម៉េចហើយ